ដើម្បីចិញ្ចឹមជ្រូកឲ្យបានឆាប់ធំល្អសម្រាប់ខ្ញុំរឿងចំណីគឺជារឿងទី2ការថែទាំគឺជារឿងទី3អញ្ចឹងរឿងទី1ដែលជាឫសគល់ដ៏សំខាន់បំផុតក្នុងការចិញ្ចឹមជ្រូកឲ្យបានឆាប់ធំគឺការជ្រើសរើសជ្រូកបើបងប្អូនជ្រើសរើសជ្រូកខុសក្នុងការយកមកចិញ្ចឹមនោះបងប្អូនចំណីល្អយ៉ាងណាការថែទាំល្អយ៉ាងណាក៏អាចធ្វើជ្រូកយើងធំធាត់រួចដែរបងប្អូនខ្ញុំឆ្លើយបែបនេះបងប្អូននឹងមានសំណួរសួរតទៀតហើយថាតើជ្រើសរើសយ៉ាងណាដើម្បីជ្រើសរើសឲ្យបានត្រឹមត្រូវសម្រាប់ខ្ញុំគឺងាយស្រួលទេបងប្អូនគឺខ្ញុំត្រូវមើលទៅលើមេជ្រូករបស់គេតើមេជ្រូករបស់គេធំអត់ល្អអត់ឆ្លោះអត់មានប្រវត្តិធ្លាប់ឈឺថ្កាត់មានប្រវត្តិធ្លាប់ខូចអត់ហើយបាទដែលគេយកមកដាក់មេជ្រូកគេហ្នឹងគឺជាប្រភេទបាទធំល្អអត់ស្អាតអត់សាច់ល្អអត់ហើយពេលដល់ថ្ងៃដែលយើងទៅមើលកូនជ្រូកយើងត្រូវពិនិត្យមើលកូនជ្រូកដែរតើកូនជ្រូកឆ្លោះល្អអត់បើបងប្អូននៅតែថាអត់ចេះមើលកូនជ្រូកទៀតនេះខ្ញុំឲ្យមើលជាគំរូហើយរូបកូនជ្រូកទាំងនេះគឺសិតតែកូនជ្រូករបស់ខ្ញុំទាំងអស់ហ្នឹងនិយាយលេងទៅបងប្អូនប៉ុន្តែបើសិនជាបងប្អូនរកបានស្អាតខ្លាំងណាស់ណាទេបានតែប្រហែលជ្រូកខ្ញុំមិញក៏បានដែរបងប្អូនអញ្ចឹងរឿងបន្តមកទៀតពេលដែលយើងរើសជ្រូកបានស្អាតបានល្អហើយគឺយើងត្រូវរើសចំណីម្ដងបងប្អូនតែរឿងចំណីខ្ញុំសូមលេខឈ្មោះក្រុមហ៊ុនខ្ញុំមិនបង្ហាញតែឈ្មោះក្រុមហ៊ុនណាល្អជាងក្រុមហ៊ុនណាទេខ្ញុំឲ្យបងប្អូនតាមដានមើលខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃតើជ្រូកបងប្អូនមានការប្រែប្រួលល្អអត់សាច់ឡើងថ្លាអត់មានការធំធាត់លឿនពីមួយថ្ងៃទៅមួយថ្ងៃអត់ស៊ីទៅចេះតែរៀកឬក៏ស៊ីទៅអត់រៀកចេះតែល្អទៅល្អទៅអត់បើចំណីដែលបងប្អូនឲ្យស៊ីមួយថ្ងៃទៅមួយថ្ងៃគឺគិតតែល្អទៅល្អទៅធំទៅស្អាតទៅស្អាតទៅអាហ្នឹងគឺចំណីនោះល្អឲ្យបងប្អូនអាចឲ្យស៊ីបន្តទៀតបានតែបើសិនជាចំណីដែលបងប្អូនឲ្យស៊ីមួយថ្ងៃគិតតែរៀកមួយថ្ងៃគិតតែរៀកជូកចេះតែស្វិតទៅអាហ្នឹងល្អទេបងប្អូនត្រូវដូរចំណីចេញរឿងបន្តមកទៀតដែលជារឿងសំខាន់គឺការពារការថែទាំការអនាម័យជារឿងដ៏សំខាន់បំផុតដែលមិនអាចខ្វះខាតបានមានន័យថាទ្រង់ជ្រូករបស់បងប្អូនត្រូវតែប្រកាសថាមានការការពារមូសឲ្យបានត្រឹមត្រូវឲ្យបានជិតល្អកុំឲ្យមានមូសខាំជ្រូកបូកទៅនឹងការថែទាំការអនាម័យការលាងសម្អាតទ្រង់ជ្រូករបស់យើងឲ្យបានស្អាតបាតអញ្ចឹងសរុបមកវិញបើសិនជាបងប្អូនអាចធ្វើចំណុចខាងលើបាននោះជ្រូកបងប្អូនធំយកតាណាមិនអស់